ម្ចាស់សន្តាគារចិននៅថ្មដាដែលទីហ៊ានថៃកំពុងតែកាន់កាប់ចង់លេបយកជាសម្បត្តិរបស់ខ្លួនបានបង្កើនសម្ពាធមួយកម្រិតទៀតដល់ភាគីថៃដោយម្ចាស់សន្តាគារបាននាំមន្ត្រីទូតចិនចុះទៅដល់ទីតាំងផ្ទាល់និងទាមទារឲ្យថៃប្រគល់ទ្រព្យវិញនេះបើយោងទៅតាមកាសែតថៃ The Nation ចុះផ្សាយនៅថ្ងៃទី19ខែសីហាឆ្នាំ2026យោធាថៃបានទទួលដំណឹងនេះហើយឆោឡោទាឲ្យបង្ហាញឯកសារកម្មសិទ្ធិហើយថាវត្តមានមន្ត្រីចិនមិនអាចយកជាភស្តុតាងថាថៃបានឈ្លានពានកម្ពុជានិងលេបយកសន្តាគារនេះទេសន្តាគារនេះមានឈ្មោះថាហេងហ្វាងស្ថិតនៅតំបន់ថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ជាប់ព្រំដែនថៃនិងជាកម្មសិទ្ធិរបស់អ្នកវិនិយោគចិននៅកម្ពុជាម្ចាស់សន្តាគារធ្លាប់អះអាងថាលោកបានចាក់ចេញពីទីតាំងនោះក្រោយការប្រយុទ្ធផ្ទុះឡើងនៅខែធ្នូឆ្នាំ2025ហើយក្រោយមកទីហ៊ានថៃបានពាត់បន្លាលួចជុំវិញសន្តាគារនិងរៀបរៀងមិនឲ្យលោកចូលទៅកាន់ទ្រព្យសម្បត្តិរបស់ខ្លួនកាសែតថៃមិនបានបញ្ជាក់ថាមន្ត្រីទូតចិនបានចុះទៅដល់ទីតាំងថៃរំលោភបំពាននេះនៅថ្ងៃណានោះទេ The Nation រាយការណ៍ថាក្រោយការចុះពិនិត្យនេះលោកប្រើប្រាស់សុនចៃឌីជំនួយការអគ្គបញ្ជាការកងទ័ពអាកាសថៃបានចេញមុខបកស្រាយថាកងទ័ពថៃមិនបានរលទៅមុខនោះទេក៏ប៉ុន្តែកំពុងតែរក្សាទីតាំងឈរជើងតាមសេចក្តីប្រកាសរួមកម្ពុជាថៃចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយនោះមិនមែនជាការឈ្លានពានឬក៏ការកាន់កាប់ឡើយលោកប្រើប្រាស់និយាយទៀតថាមន្ត្រីស្ថានទូតចិនមានសិទ្ធិចុះទៅជួយពលរដ្ឋចិនឬស្ដាប់បញ្ហារបស់អ្នកវិនិយោគក៏ប៉ុន្តែការចុះទៅនោះមិនមែនមានន័យថារដ្ឋាភិបាលចិនបានទទួលស្គាល់ការអះអាងថាថៃបានឈ្លានពានឬក៏រឹបអូសទ្រព្យសម្បត្តិនៅកម្ពុជានោះទេថៃក៏ទាមទារឲ្យម្ចាស់សន្តាគារបង្ហាញបានកម្មសិទ្ធិឯកសារ coordinate និងភស្តុតាងដើម្បីកំណត់ថាទ្រព្យនេះស្ថិតនៅទីណាអ្នកណាជាម្ចាស់ស្របច្បាប់និងស្ថិតក្រោមដែនយុត្តិការរបស់ប្រទេសណាទោះយ៉ាងណាមកដល់ពេលនេះស្ថានទូតចិនប្រចាំកម្ពុជាមិនទាន់ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីការចុះទៅទីតាំងឬក៏ឆ្លើយតបចំពោះការលើកឡើងរបស់ភាគីថៃនៅឡើយខ្ញុំរស់សុធាពី News Today NTTV